បំផ្លិចបំផ្លាញពីការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាក្នុងឆ្នាំ2025គិតជាទឹកប្រាក់មានចំនួនជាង$303,000 លានអាមេរិកនេះបើយោងទៅតាមការវាយតម្លៃបាត់ថមរបស់លោក Hollywood អតីតបេក្ខភាពស្ថានទូតអាមេរិកប្រចាំប្រទេសថៃដោយផ្អែកទៅលើកំណត់ត្រាការទូតក្នុងលិខិតផ្ញើទៅលោក Donald Trump ប្រធានាធិបតីអាមេរិកចុះថ្ងៃទី5 ខែមករាឆ្នាំ2026លោក Hollywood លើកឡើងថាការខាតបង់ដែលបណ្ដាលមកពីការភៀសខ្លួនរបស់ជនស៊ីវិលសរុប75,000នាក់ក្នុងការវាយប្រហាររបស់ថៃចំនួន2លើកនៅខែកក្កដានិងខែធ្នូឆ្នាំ2025មានចំនួនប្រហែលជា$23,000 លានការវាយតម្លៃនេះរួមមានតម្រូវការចំណាយទៅលើការថែទាំសុខភាពរយៈពេលវែងរួមទាំងសុខភាពផ្លូវចិត្តនិងការគាំទ្រជីវភាពប្រចាំថ្ងៃសម្រាប់ជនរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែកការបាញ់ផ្លោងនិងការប៉ះពាល់ទៅនឹងផ្សែងពុលរួមទាំងសារធាតុផូស្វ័រពណ៌សការខូចខាតទៅលើបរិស្ថានមានចំនួនច្រើនជាងគេដល់ទៅ$212,000 លានដោយសារតែជាតិពុលគីមីដែលយោធាថៃបាញ់ប្រហារទៅលើខេត្តបន្ទាយមានជ័យបាត់ដំបងឧត្តរមានជ័យព្រះវិហារនិងកោះកុងដីជាច្រើនត្រូវបានបំពុលដោយសំណល់ពុលពីការទម្លាក់គ្រាប់បែកដែលធ្វើឲ្យដីស្រែចម្ការតំបន់លំនៅឋាននិងប្រភពទឹកមិនមានសុវត្ថិភាពថាវិការបន្ថែមជាង$29,000 លានទៀតដែលកម្ពុជាត្រូវចំណាយទៅលើការសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះរួមទាំងសំណល់គ្រាប់បែកចង្កោមការខាតបង់ហេដ្ឋារចនាសម្ព័ន្ធមានតម្លៃ$12,000 លានដែលកម្ពុជាត្រូវកសាងឡើងវិញរួមមានផ្លូវថ្នល់ស្ពានផ្ទះសម្បែងផ្សារមន្ទីរពេទ្យសាលារៀនវត្តអារាមនិងតំបន់ប្រវត្តិសាស្ត្រនានាលោក Hollywood ស្នើឲ្យលោក Donald Trump ផ្ដល់ការណែនាំឲ្យក្រុមហ៊ុនអាមេរិកដែលមានបទពិសោធន៍និងសមត្ថភាពនៅក្នុងការជួយកម្ពុជាកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនេះលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលើកឡើងថារដ្ឋាភិបាលកម្ពុជាមិនទាន់វាយតម្លៃជាទឹកប្រាក់ពីការខូចខាតសរុបនៅឡើយទេដោយសារតែតំបន់មួយចំនួននៅមានហានិភ័យពីគ្រាប់បែកថៃទម្លាក់និងមួយចំនួនទៀតមិនអាចចូលបានដោយសារតែថៃពាត់បន្លាលួសនិងដាក់កុងតឺន័ររាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មាធិការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតនេះឡើងវិញផងដែរខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម